បាទអញ្ចឹងបងប្អូនឃើញទេបងប្អូននេះនេះពណ៌ស្មៅរបស់យើងដែលយើងកាត់ហើយបងប្អូនណាហើយបងប្អូនកុំភ្លេចកាត់នេះឃើញមានខ្នែងមានកូនវាទេបងប្អូននេះឃើញកូនវាហ្នឹងអញ្ចឹងបងប្អូនកាត់ត្រង់អាកូនហ្នឹងមកបងប្អូនកាត់ពីលើកូនហ្នឹងបន្តិចនេះយកខ្វាងយើងកាត់ដំណឹងមកអញ្ចឹងអាហ្នឹងវាដោះមកវិញវាអត់ខូចដើមស្មៅរបស់យើងឯងបងប្អូនចឹងខ្ញុំកាត់ដៃមួយខាងបងប្អូនហើយណាបងប្អូនឃើញទេណាយើងកាត់ដំណឹងមកកាត់ដំណឹងមកហើយតែ3 4ថ្ងៃវាលាស់អាកូននឹងមកឲ្យបងប្អូនណាយើងបកស្លឹកវាចឹងមកបងប្អូនបកយកស្លឹកវាបានទេបងប្អូនបកស្លឹកចឹងមកបងប្អូនហើយយើងបកស្លឹកនេះមកអញ្ចឹងយើងបកដល់ស្លឹកចឹងហើយយើងយកទៅដាក់ឲ្យវាស៊ីគឺវាស្រាលដល់ពេលយើងបោះទៅវាអត់ប៉ះកាដូបវាងាប់ទេបងប្អូនហើយទី3នោះវាអត់សូវចង្អៀតធុងយើងទី4វាស៊ីនេះទាំងអាស្លឹកនេះបងប្អូននេះទាំងអាកលវាហ្នឹងវាស៊ីអស់អញ្ចឹងវាចំណេញយើងបងប្អូនបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូទី2នេះដែលយើងយកស្មៅទៅដាក់ឲ្យកដោបបងប្អូនតែខ្ញុំនិយាយវីដេអូមុនថារបៀបដាក់ស្មៅកុំឲ្យកដោបវាងាប់ច្រើនបងប្អូនអញ្ចឹងយើងកាន់អញ្ចឹងមកហើយយើងដាក់ក្នុងកដោបអញ្ចឹងបងប្អូនដាក់ជាងបងប្អូនណាបាទអញ្ចឹងបងប្អូនដាក់ទៅបងប្អូនឃើញនេះស្មៅឥឡូវខ្ញុំបោះទៅណាយើងបោះទៅនោះមែនបងប្អូនទៅធំយើងធំដែរយើងបោះទៅបងប្អូនណាវាទោះតែវាត្រូវកដោបយើងក៏វាអត់ងាប់ដែរបងប្អូនព្រួយយើងបកយកតែស្លឹកវាទេបងប្អូនបកយកតែស្លឹកវាទេអញ្ចឹងយើងចង់បោះទៅក៏វាអត់ងាប់ដែរបងប្អូនក៏វាត្រូវកដោបក៏វាអត់អីដែរបងប្អូនតែបើយើងដាក់ទៅទាំងដើមបោះចំកដោបគឺងាប់ហើយបងប្អូនហើយកូនកដោបគឺយើងត្រូវប្រយ័ត្នណាបងប្អូនប្រយ័ត្នដើម្បីអីយើងដាក់អញ្ចឹងឃើញអត់នោះឃើញវាឡើងទៅស៊ីអត់បងប្អូនហើយវាស៊ីអស់បងប្អូនវាអត់ទៅចង្អៀតធុងរបស់យើងទេហើយអាកាកសំណល់ដែលនៅចាស់នេះណាអានេះជាកាកសំណល់ដែលយើងទុកយូរហើយបងប្អូនយើងទុកយូរហើយបងប្អូនដើម្បីជាចម្រោកពន្វាយើងអត់ទាន់បានចេញទេបងប្អូនដើម្បីជាចម្រោកពន្វាអញ្ចឹងបងប្អូនដើម្បីកាត់បន្ថយទៅវាងាប់មេឃក្តៅខ្លាំងក៏វាអត់ជ្រៅក្នុងនឹងមេឃព្រៀងខ្លាំងក៏វាអត់មកជ្រៅក្នុងនឹងដែរបងប្អូនអញ្ចឹងបងប្អូនចាប់ពីអាយុ20ថ្ងៃទៅចាំជើងបាចេញក៏បានដែរបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនជួយ Subscribe វីដេអូខ្ញុំម្នាក់មួយផងបាទសួស្តីបងប្អូននេះជាវីដេអូទី3ហើយបងប្អូនមើលណាដែលយើងដាក់អញ្ចឹងឃើញអត់ឃើញវាឡើងមកស៊ីអត់អញ្ចឹងវាអត់ងាប់ដល់កដោបយើងទេបងប្អូនដែលយើងដាក់បរិយាព្រោះអីកូនកដោបយើងអាចដាក់មកដុំបានទេបងប្អូនយើងទៅបរិយាវាពេញធុងអញ្ចឹងមកបងប្អូនឃើញណាបរិយាវាពេញធុងអញ្ចឹងមកដើម្បីអីព្រោះកូនកដោបខ្លះណាវាអត់ដើរមករកស្មៅទេបងប្អូនវានៅជ្រោកនោះឃើញអត់យើងត្រូវការបរិយាវាពេញធុងអញ្ចឹងមកបងប្អូននេះទី1វាកាត់បន្ថយដើម្បីកុំឲ្យវាខំគ្នាផងបងប្អូនឃើញណាចាំខ្ញុំណែនាំថាឲ្យបងប្អូនបកស្មៅហ្នឹងដើម្បីអីដើម្បីយើងដាក់ព្រឹបបោះទៅពេញធុងអញ្ចឹងទៅក៏វាអត់ងាប់កូនកដោបយើងដែរបងប្អូនហើយអាកូនកដោបហ្នឹងយើងត្រូវមើលថែវាល្អឲ្យល្អអន់បងប្អូនប៉ះតែបន្តិចងាប់បងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនហើយ